ខ្ញុំចេះតែគិតហើយនឹងគិតដល់ពេលដែរទៅធ្វើសឹងសំខាន់គឺស្បៀងមិនឲ្យខ្វះមួយចំណិតដូចជាធ្វើស្រែនឹងទឹកសុំដល់គ្នាភ្ញាក់រលឹកខ្ញុំបានឃើញកាលពីខ្ញុំនៅក្មេងមានអ៊ំចាំម្នាក់ឃើញនៅផ្លូវតែឯងជីវិតគាត់កុំសោតហត់ណាលីសៃតែទទួលលទ្ធផលក្បត់ការប្រឹងប្រែងគាត់គ្មានសំបីបាយមួយពេលអ្នកខ្លះហូបបាយខ្ចីពេញកន្ទេលខ្លះហូបមិនអស់ចាស់ចូលទលេធ្វើនេះមានគិតដល់អ្នកអត់ទេខ្ញុំមានកម្លាំងដោយសារបាយអូជួយខ្ញុំមានកម្លាំងកាយ